មានមកប្រាប់ទាំងអស់គ្នាពីរបៀប top foundation តបម្សៅហ្នឹងធ្វើមកឲ្យមុខយើងមើលមកម៉ត់ល្អអញ្ចឹងមុនធ្វើការផាត់ម្សៅយើងមកប្រើជាមួយនឹង skin care សិនប្រភេទស្រោមនេះប្រើតែមកគ្រាប់ឯណាក៏ដល់សំណោដល់ស្បែកមុខបានល្អខ្លាំងមែនតើមួយទៀតហ្នឹងគឺវាជួយកាត់បន្ថយស្នាមជ្រាវជ្រួញស្នាមឲ្យខ្មៅក៏ដូចជាអ្នកដែលគាត់មានស្បែកស្ងួតខ្លាំងណាប្រើនេះល្អមែននេះបន្ទាប់ពីលាបហើយមុខយើងឡើងរលោងល្អហ្មងអញ្ចឹងជាដំបូងតោះត្រូវការប្រើប្រាស់ជាមួយនឹង concealer សិនការដាក់ concealer នេះតោះអាចដាក់កន្លែងណាដែលមានស្នាមឬមួយក៏ស្រក់ដក់ក្រោមដៃហ្នឹងយើងដាក់បំពេញវាមកបន្ទាប់មកតបមុខដែលការប្រើប្រាស់ជាមួយនឹងប៉ង់ដែលសើកម្លាំងដៃតបហ្នឹងគឺប្រើមិនខ្លាំងពេកមិនធ្ងន់ពេកស្រាលយឺតថ្នមបន្ទាប់មកចាំយើងលាបជាមួយនឹង foundation កុំដាក់វាម្ដុំមកព្យាយាមបំបែកវាឲ្យចេញសាច់ស្រាលបន្ទាប់មកយកប៉ង់យកមកតបពីលើម្សៅទៀតហើយតបកុំប្រញាប់ទាំងអស់គ្នាតបមួយស្រាលបានចូលមុខបានល្អកន្លែងនេះតើគ្នាអាចប្រើជាមួយនឹងម្សៅហុយក៏បានឬមួយក៏ម្សៅផាត់ក៏បានដែរយកជក់យកមកបោកកន្លែងខំភ្នែកជាមួយនឹងកន្លែងក្អូមាត់ប្រើកម្លាំងដៃថាថ្នមបាននេះបន្ទាប់មកយើងកន្ទួចចំហហើយយើងប្រើប្រាស់ជាមួយនឹង highlighter យកមកផាត់នៅម្ដុំ T-zone ឲ្យមកដើម្បីឲ្យមុខយើងមើលចេញមកវារៀង pop កន្លែងហ្នឹងហើយនេះគឺជា result ទាំងអស់គ្នាអត់បាន full make up ទេនេះខ្ញុំគ្រាន់តែប្រាប់កលឹះពីរបៀបផាត់ម្សៅដើម្បីឲ្យស្បែកមុខមើលចេញមកម៉ត់ល្អហ្មងមិនត្រឹមតែបន្តការប្រើប្រាស់ជាមួយនឹង skincare ក៏សំខាន់ដែរសេរ៉ូមដែលខ្ញុំលាបមិញហ្នឹងគឺ Glow Anti Wrinkle Serum ដែលវាជួយកាត់បន្ថយស្នាមជ្រាវជ្រួញលើមុខបានល្អមែនតើចឹងតែគាត់មានស្នាមជ្រួញកតុយភ្នែកឬមួយក៏ជុំវិញភ្នែកជាមួយនឹងក្អូមាត់អីហ្នឹងតែខ្ញុំណែនាំអ្នកដែលគាត់មានអាយុរៀងច្រើនអាចសាកប្រើប្រាស់ជាមួយនឹងសេរ៉ូមនេះបាន